រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំពុកម៉ែបងប្អូនមកមើលដើមទៀបនេះគឺនៅអាយុកាលខ្ចីទេដោយសារតែយើងទៅតែដាំហើយមិនទាន់មានផ្លែអីស្រួលបួរទេវាបើគិតជាកម្ពស់មិនខ្ពស់ប្រហែលទេកម្ពស់ហើយ1ម៉ែត្រជាងទេប៉ុន្តែបើគិតពីអត្ថប្រយោជន៍របស់វាគឺមានច្រើនសម្រាប់ដើមទៀបមួយនេះគឺយើងអាចយកវាទៅជាហូបផ្លែហើយហូបផ្លែដើមទៀបផ្លែទៀបគឺល្អមែនទែនសម្រាប់សុខភាពជួយសម្រួលប្រព័ន្ធបន្ទោបង់ជួយការពាររោគប្រកាំងជួយការពារសរីរាង្គកាយផ្សេងទៀតហើយចំពោះផ្លែទៀបគឺយើងមិនពិបាកក្នុងការរកទេគឺមានលក់នៅគ្រប់ទីផ្សារទាំងអស់នៅក្នុងប្រជាជាតិកម្ពុជារបស់យើងហើយចំពោះសន្តានផ្លែទៀបសន្តានដើមទៀបគឺយើងឃើញហើយស្ថានវារៀងស្លឹករបស់វារៀងមូលដែរបាទស្លឹកស្ប៉ែតអញ្ចឹងបាទហើយដើមវាគឺដោយសារតែវាមិនទាន់ធំអញ្ចឹងវានៅទូចនៅឡើយទេនេះកម្ពស់របស់វាបាទឃើញថាចិត្តបានផលហើយអាចថាតុងពេលវាធំទៅមួយឆ្នាំទៀតនឹងបានផលហូបហើយអញ្ចឹងចាំមើលលទ្ធផលតើវារសជាតិវាយ៉ាងម៉េចវាឆ្ងាញ់ដូចគេលក់នៅតាមទីផ្សារដោយសារទៀបនេះគឺជាទៀបធម្មជាតិដែលដាំនៅនឹងដីផ្ទាល់តែម្ដងហើយមិនមានដាក់សារធាតុគីមីទេដាក់តែអាចកោអាចក្បីហើយនឹងចំបើងអីតិចតួចទេបាទមិនដាក់សារធាតុគីមីច្រើនទេអញ្ចឹងហើយនេះគឺជាបរិវេណនេះដាំដូងវាចិត្តនឹងផ្លែដែរហើយដាំដូងនេះដាំរយៈពេល3ឆ្នាំហើយតែតែបានប៉ុណ្្នឹងទេហើយជាដីមិនសូវល្អអាចថាវាដីគូសំដែរបាទដាក់ជីដាក់អីដែរបានប៉ុណ្្នឹងដែរស្មៅបងប្អូនសតតែស្មៅច្រើនក្រាស់ក្រែដែរនេះដើមបំពេញរាជបងប្អូនមួយចំនួនគាត់តែងតែហៅថាក្រពេញរាជប៉ុន្តែមិនមែនទេបើតាមវចនានុក្រមសម្ដេចសង្ឃរាជជួនណាតឈ្មោះដើមនេះគឺដើមបំពេញរាជបាទអញ្ចឹងគឺហើយផ្លែរបស់វាគឺរាងស្ថានដូចជាបាទពណ៌រាងថ្នោតអានឹងតាមប្រភេទពូជទេពូជខ្លះពណ៌រាងប្រផេះអីចឹងហើយគ្រាប់វារាងធំហ្នឹងទៅធ្វើតាមប្រភេទពូជខ្លះធំពូជខ្លះតូចចឹងទៅវាមានជូរអែមផ្អែមហើយអានេះគឺជាពូជដើមផ្លែធំបាទផ្លែប៉ិនកពួនជើងហ្នឹងបាទហើយដាំ3ឆ្នាំហើយ2ឆ្នាំ3ឆ្នាំហើយតែបានប៉ុណ្្នឹងទេអញ្ចឹងយើងចាំមើលថាតើលទ្ធផល3 4ឆ្នាំទៅមុខទៀតវាយ៉ាងណាយើងនឹងចាំមើលជាផ្លែផ្កាទាំងអស់គ្នាអញ្ចឹងហ្នឹងគឺខ្ញុំមក review ដើមទៀបតែប៉ុណ្្នឹងទេហើយចាំទស្សនានៅផ្លែទៀប3 4ឆ្នាំទៀតតើមានរសជាតិឆ្ងាញ់បែបណាខ្ញុំនឹងប្រាប់បងប្អូនបន្តទៀតអញ្ចឹងអរគុណជំរាបលា